នៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកពីរបៀបធ្វើឆាខ្ទិះត្រីដែងមួយមុខនេះរសជាតិឆ្ងាញ់ប្លែកបើសិនជាបងប្អូនមិនធ្លាប់សាកទេគួរតែធ្វើញ៉ាំបានម្ដងរបៀបធ្វើមិនជាពិបាកអីទេហើយបើនិយាយពីរសជាតិវិញញ៉ាំទៅឈ្ងុយខ្ទិះនៅក្នុងមាត់ហ្មងហើយប៉ះជាមួយនឹងត្រប់ពុតញងមកក្របទៀតអូយឡើងឆ្ងាញ់ខ្ញុំមានត្រប់ពុតញងបន្តិចហើយនឹងស្លឹកក្រូចចំណែកត្រីដែងវិញកាត់កង់បំពងហើយឡើងឈ្ងុយបំពងចេះនៅពេលដែលឆាទៅអត់សូវបែកសាច់ត្រីដែងទេសាច់ត្រីដែងបើយើងនៅមូលស្អាតខ្ញុំមានខ្ទិះដូងបន្តិចហើយចំណែកឯខាងនេះគឺជាគ្រឿងកិនឬក៏គ្រឿងបុកដែលទិញនៅផ្សារស្រាប់ណាខ្ញុំអត់បានធ្វើថ្មីទេតែគ្រឿងហ្នឹងខ្ញុំទិញគេកិនថ្មីអញ្ចឹងយកមកឈ្ងុយដូចតែគ្នាទេជាដំបូងគឺដាក់ប្រេងឆាចូលទៅក្នុងខ្ទះហើយដាក់គ្រឿងនឹងចូលទៅឆាទៅមកឲ្យគ្រឿងឡើងឈ្ងុយបន្តិចហើយបន្ថែមអំបិលទុំចូល3គ្រាប់ឲ្យមានរសជាតិជូរតិចហើយបន្ទាប់មកគឺដាក់ប្រហុកចូលដែលប្រហុកនេះខ្ញុំប្រើតែមួយចុងស្ព្រាទេបន្ទាប់មកដាក់ស្ករត្នោតចូលប្រហែលមួយចុងស្ព្រាដែរបងប្អូនលេងមើលតាមចូលចិត្តណាចូលចិត្តរសជាតិមិនដាក់ចឹងទៅដាក់ស្ករត្នោតហើយយើងឆាទៅមកឈ្ងុយហើយបន្ទាប់មកបន្ថែមទឹកត្រីចូលឆាមកឈ្ងុយហើយគឺបន្ថែមទឹកទៅបន្តិចដើម្បីឲ្យគ្រឿងរបស់យើងកុំឲ្យវាខាប់ពេកណាហើយបន្ទាប់មកយើងកូរវាឲ្យសព្វទៅហើយចាក់ត្រីដែងដែលយើងបានបំពងចូលត្រីដែងនេះបងប្អូនឆាស្រស់ពេលដែលយើងកូរចឡើងទៅវាឆាប់បែកសាច់ត្រីអញ្ចឹងបើបំពងចេះគឺសាច់ត្រីរបស់យើងនៅល្អស្អាតជាងបើដាក់ត្រីចូលហើយឃើញតែស្ងួតចេះបងប្អូនអាចបន្ថែមទឹកទៅបន្តិចដើម្បីរំងាស់គ្រឿងនឹងឲ្យវាបានចូលសព្វជាមួយនឹងត្រីតែកាលណាអត់ថែមទឹកទេនៅពេលដែលយើងកូរយូរទៅវាខ្លោចគ្រឿងនឹងបាត់ខ្ទះនឹងហ្មងហើយគ្រឿងនឹងក៏អត់បានល្មួតជាប់ជាមួយនឹងសាច់ត្រីដែរឆាត្រីជាមួយនឹងគ្រឿងមកសព្វហើយក៏ខ្ញុំបន្ថែមគ្រឿងបន្តិចគឺអត់មានអីច្រើនទេមានតែប៊ីចេងបន្ថែមស្ករក៏ប្រើហើយទឹកត្រីប្រើហើយអស់ហើយដាក់ប៊ីចេងចូលហើយយើងកូរវាឲ្យបានសព្វមកបន្ទាប់មកគឺយើងដាក់ជាមួយនឹងត្រប់ពុតញងចូលបើថាត្រប់ពុតញងនេះរាងក្រឆ្អិនដែរអញ្ចឹងដាក់ទៅឲ្យហើយបើសិនជាឆាមើលទៅឃើញតែរាងស្ងួតទឹកពេកត្រប់អត់តន់ឆ្អិនអីបន្ថែមទឹកទៅបន្តិចទៅរងាស់ដើម្បីឲ្យត្រប់ឆ្អិនបើខ្ទិះដូងទុកដាក់ក្រោយគេនៅពេលដែរឆាបើយើងចាប់ផ្ដើមឆ្អិនស្ងួតរីងតាមដែលយើងចង់បានបើថាខ្ទិះដូងដើមនៅពេលដែលរងាស់យូរវាធំប្រេងញ៉ាំអត់សូវឆ្ងាញ់ទេចឹងនៅពេលដែលយើងដាក់ទឹករងាស់នឹងរីងហើយចុងក្រោយគឺបន្ថែមជាមួយនឹងខ្ទិះដូងដើមយើងចូលទៅសម្រាប់អ្នកគាត់ចូលចិត្តញ៉ាំរាងខ្ទិះខ្លាំងអីដាក់រៀងច្រើនជាងនេះបន្តិចក៏បានដែរឆាមើលតែត្រប់ពុតញងប្រែពណ៌ហើយដាក់ស្លឹកក្រូចជាមួយនឹងម្ទេសចូលទៅសម្រាប់អ្នកគាត់អត់ចេះញ៉ាំហឹរមិនដាក់ក៏បានដែរម្ទេសនឹងអត់សំខាន់ទេឆាមកត្រឡប់ពីត្រឡប់ហើយបង់ម្រះព្រៅចូលហ្មងម្រះព្រៅនេះដាក់រៀងច្រើនបន្តិចទៅដើម្បីឆារបស់យើងកាន់តែមានក្លិនឈ្ងុយតាក់ទាញគួរឲ្យចង់ញ៉ាំហើយធ្វើជាបន្លែផងដែរបង់ម្រះព្រៅចូលហើយឆាវាមកត្រឡប់ពីត្រឡប់មើលតាមម្រះព្រៅរៀងស្លោងបន្តិចបិទភ្លើងលើកចុះទៅអូយតែប៉ុណ្្នឹងនិយាយពីថាចុះបាយសម្រាប់ខ្ញុំហ្មងនិយាយមែនចេញតែប៉ុណ្្នេះមកគឺដឹងថាចុះបាយទៀតហើយគ្រឿងដែលជាប់ជាមួយនឹងត្រីដែងហ្នឹងប្រឡាក់ជាមួយបាយញិចម្ទេសតិចទៅអូយនិយាយពីថាឆ្ងាញ់ពិបាកនិយាយហ្មងវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលមើលកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាបើមានសំណួរអាច comment នៅខាងក្រោមបាយបាយនៅក្នុងវីដេអូនេះខ្ញុំមកចែករំលែកពីរបៀបធ្វើបុកកសាំងកសក្រីជាមួយនឹងត្រីឆ្អើរមួយមុខនេះសម្រាប់អ្នកដែលគាត់ចូលចិត្តញ៉ាំជាប្រភេទក្រៀមក្រោះគឺថាត្រូវខ្លាំងហ្មងចង់ញ៉ាំជាមួយនឹងបន្លែអីក៏បានដែរអត់រើសទេខ្ញុំពេលធ្វើញ៉ាំម្ដងគឺចូលចិត្តប្រឡាក់ជាមួយនឹងបាយកអូយជាតិណាស់តោះអញ្ចឹងមកមើលពីគ្រឿងផ្សំហើយនឹងរបៀបធ្វើជាមួយខ្ញុំទាំងអស់គ្នាខ្ញុំមានកសក្រីហាន់ស្ដើងខ្ទឹមសម្ទេសខ្ទឹមក្រហមកសាំងប្រហុកហើយនឹងត្រីឆ្អើរប្រហុកមុននឹងយកមកធ្វើហ្នឹងក៏ខ្ញុំបានអាំងវាឡើងឈ្ងុយហើយចំណែកត្រីឆ្អើរក៏ដូចគ្នាដែរខ្ញុំអាំងវាឲ្យស្រួយត្រីឆ្អើរចង់ប្រើត្រីអីក៏បានដែរខ្ញុំប្រើកូនត្រីរៀលដោយសារតែនៅផ្ទះខ្ញុំមានស្រេចគ្រឿងមុននឹងយកមកធ្វើហ្នឹងក៏ត្រូវលីងឲ្យឈ្ងុយសិនដំបូងគឺខ្ញុំដាក់ខ្ទឹមសខ្ទឹមក្រហមម្ទេសលីងមុនមើលតែរៀងក្រៀមឡើងឈ្ងុយហើយក៏ខ្ញុំចាក់គល់ស្លឹកគ្រៃចូលព្រោះថាគល់ស្លឹកគ្រៃនេះគឺលីងឆាប់ក្រៀមទេអញ្ចឹងលីងមើលតែគ្រឿងអស់នឹងក្រៀមហើយលើកចុះហើយយកគ្រឿងហ្នឹងចាក់ចូលទៅក្នុងត្បាល់បន្ទាប់មកខ្ញុំដាក់គ្រឿងមានស្ករសហើយនិងប៊ីចេងសម្រាប់រសជាតិបងប្អូនដាក់ឲ្យរៀងដិតតិចទៅយើងញ៉ាំជាមួយនឹងបន្លែត្រូវបើថាដាក់ស្រាលពេកបានតែប្រឡាក់ជាមួយនឹងបាយទេបុកគ្រឿងបានរៀងសព្វបន្តិចហើយគឺខ្ញុំដាក់ត្រីឆ្អើរចូលត្រីឆ្អើរហ្នឹងបងប្អូនមុនធ្វើកណ្ដៅវាឲ្យស្រួយសិនណាប្រើត្រីអីក៏បានដែរឲ្យតែជាប្រភេទត្រីឆ្អើរខ្ញុំនៅផ្ទះមានត្រីរៀលក៏ដាក់ត្រីរៀលទៅបើបានត្រីដែងទៀតក៏កាន់តែល្អតែបើនៅផ្ទះអត់មានត្រីឆ្អើរហើយចង់ញ៉ាំមួយមុខនេះមិនបាច់ដាក់ក៏បានដែរគ្រាន់តែថារសជាតិគឺទៅតាមនឹងវាមួយបែបម្នាក់អញ្ចឹងមានត្រីឆ្អើ
ហើយនឹងអត់ត្រីឆ្អើពេលដែលក្តៅស្រួយត្រីឆ្អើយើងមានក្លិនឈ្ងុយហើយនៅពេលដែលយើងបុកជាមួយនឹងគ្រឿងទៅគឺវាចូលគ្នាបែបនេះហើយបន្ទាប់ពីបុកត្រីឆ្អើបានមកសព្វជាមួយនឹងគ្រឿងហើយក៏ខ្ញុំដាក់ប្រហុកចូលប្រហុកនេះគឺខ្ញុំយកទៅអាំងសិនដើម្បីឲ្យវាមានក្លិនឈ្ងុយតែសម្រាប់អ្នកដែលគាត់អត់ចេះញ៉ាំឬអត់ចូលចិត្តក្លិនប្រហុកមិនបាច់ចាំដាក់ក៏បានដែរប្រើអំបិលជំនួសបានអញ្ចឹងបន្ទាប់ពីបុកប្រហុកបានចូលសព្វហើយក៏ខ្ញុំដាក់ជាមួយនឹងក្រសាំងស្រឡាញ់ជូរខ្លាំងក៏ដាក់រៀងច្រើនទៅខ្ញុំដាក់មើលមកល្មមសិនបើភ្លក់ទៅស្ទើរចាំថែមតាមក្រោយទៀតឥឡូវនេះគឺរួចរាល់ហើយឡើងតំណងខ្លាំងហ្មងហើយចំណែកផ្នែកបន្លែរបស់ខ្ញុំវិញគឺអត់មានអីច្រើនទេមានតែប្រហែលមុខមានតកួនតសក់ត្រប់បន្តិចទៅហើយខ្ញុំបន្ថែមម្ទេសពីលើនឹងតិចៗដើម្បីញ៉ាំទៅឆ្ងាញ់តែបន្លែសម្រាប់ញ៉ាំជាមួយគឺនៅមានច្រើនមុខទៀតញ៉ាំត្រូវបានច្រើនណាតែខ្ញុំនៅក្នុងទូមានតែប្រហែលមុខហ្នឹងអញ្ចឹងក៏ដាក់តែប៉ុណ្្នឹងហ្មងទៅដាក់ជាមួយនឹងបន្លែតិចស្រួយអញ្ចេះទៅយាយមែនបាយអស់ទាំងគោហ្មងបងប្អូនមួយចាននេះសឹងថាញ៉ាំម្នាក់ឯងក៏អស់ដែរបន្លែមានតែ3 4មុខទេតែសិតតែជាបន្លែដែលខ្ញុំចូលចិត្តហើយព្រលឹមឡើងជាមួយនឹងបាយកកបានចេះអីបងអូនអើយលលើងឆ្នាំងហ្មងខ្ញុំព្រលឹមឡើងមិនបាច់ចាំទៅបបរកាទៀវបាយប្រអប់អីទេឲ្យតែបានចេះមកគឺដឹងតែក្តីសុខក្នុងជីវិតហ្មងបើធ្វើច្រើនចង់ទុកបានយូរដាក់ក្លាសេក្នុងទូទៅទុកបានកាន់ខែហ្មងនៅពេលដែលត្រូវការញ៉ាំឆ្កឹះម្ដុំយកមកប្រឡាក់បាយមកវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេអរគុណដែលបានចូលមើលបើមានសំណួរឬចម្ងល់អីបន្ថែមអាចខមមិននៅខាងក្រោមកុំភ្លេចសាកធ្វើញ៉ាំបាយបាយមុខម្ហូបបែបស្លន់បើកភ្នែកមកពវល់ខ្លួនមិនតាន់បានមកជុំផងដល់ម៉ោងបាយទៀតបាត់បើកទូមើលឃើញនៅក្នុងទូនឹងមានសាច់ជ្រូក3ជាន់ម្ដុំហើយនឹងប្រូកូលី2គុំក៏យកមកឆាហ្មងទៅបើថាចិត្តដល់ម៉ោងបាយដែរហើយចូលបងប្អូនដែលកំពុងមើលនឹងបានម្ហូបអីដែរបើខ្ញុំកណេះសុំបែបសាបហើយសាច់ជ្រូករបស់ខ្ញុំមានតែមួយកូនដុំទូចទេហើយប្រូកូលីខ្ញុំឆាដល់ទៅ2គុំបើថាថ្ងៃអញ្ចឹងគឺខ្ញុំអត់សូវញ៉ាំបាយទេខ្ញុំបន្ថយបាយខ្ញុំញ៉ាំបន្លែច្រើនអញ្ចឹងរបៀបឆាគឺសាមញ្ញទេដំបូងគឺយើងដាក់ប្រេងឆាចូលក្នុងខ្ទះទៅដាក់ខ្ទឹមសអញ្ច្រាមចូលឆាមើលតាវាឈ្ងុយហើយគឺខ្ញុំដាក់ទឹកប្រេងខ្យងដាក់ម្សៅស៊ុបប៊ីចេងស្ករសទឹកត្រីរសជាតិគឺយើងដាក់ទៅតាមចំណូលចិត្តឆាឲ្យគ្រឿងឡើងឈ្ងុយហើយគឺខ្ញុំដាក់សាច់ជ្រូក3ជាន់ចូលឆាសាច់ជ្រូកមកត្រឡប់ពីត្រឡប់ឲ្យវាមកសពអញ្ចឹងហើយខ្ញុំដាក់ប្រូកូលីចូលសារតាប្រូកូលីរបស់ខ្ញុំអត់បានស្រស់ទេអញ្ចឹងខ្ញុំដាក់ទៅបន្ទាប់គ្នានឹងឯងបើសិនជាស្រស់វាមកត្រឡប់ហើយឆាឲ្យសាច់ជ្រូករឿងឆ្អិនបន្តិចចាំចាក់ចូលតែដោយសារតាប្រូកូលីរបស់ខ្ញុំអត់បានស្រស់អញ្ចឹងខ្ញុំដាក់ទៅបន្ទាប់គ្នានឹងឯងពេលដាក់ចូលហើយខ្ញុំកូរមកត្រឡប់ហើយខ្ញុំបន្ថែមទឹកទៅរំងាស់ចង់ឆាបែបរៀងស្ងួតឬក៏នៅជាតិទឹកអីយើងលៃមើលតាមចំណូលចិត្តទៅទឹកខ្ញុំដាក់មកប៉ុណ្ណឹងពុះមកសន្ទុះរីងទៅប្រូកូលីរបស់ខ្ញុំឆ្អិនមកល្មមឆ្ងាញ់របៀបនៅច្របអត់ផុយរលួយទេហើយឆាប្រូកូលីនេះខ្ញុំដាក់រសជាតិរៀងស្រាលញ៉ាំជាមួយនឹងទឹកត្រីកោះកុងអូយឆ្ងាញ់ខ្លាំងណាទឹកត្រីកោះកុងនេះយើងដាក់រសជាតិឲ្យហឹរហោះបន្តិចមកពេលខ្លះសឹងតែថាមិនបាច់ញ៉ាំបាយទេញ៉ាំបន្លែជាមួយនឹងទឹកត្រីកោះកុងហើយនឹងសាច់ហ្នឹងគឺឆ្អែតល្មម